ជំរាបសួរពុកម៉ែបងប្អូនបងស្នេហាវិស័យកីឡាបាទមានអវ៉ាន់ថ្មីមកណែនាំបាទប្រភេទគ្រឿងបន្លាស់ក៏មានដែរប្រភេទបងប្អូនយកតកែបាទអានេះក្បាលដែលយើងសារទៅយកហើយនឹងមូចូលក្បាលគីភ័យអានេះហើយផ្សារជាប់ទៅយកហើយមុខក្បាលគីភ័យហើយនេះប្រភេទវ៉ាល់ CVP បាទវ៉ាល់ CVP ទុកខ្យល់បានខ្លាំងបាទប្រើស្នាប់យើង CVP នេះបាទប្រភេទទុកខ្យល់បានដល់ 6000 psi បាទហើយនេះកឡោតសនេះយើងយកតកែនឹងក្បាលគីភ័យបាទមុខទំហំមុខមកវាគឺ11លីបាទហើយប្រវែងមកវាចូល20លីហើយប្រវែងតឹង12លីបាទអានេះយើងយកតកែដាក់កឡោតក្បាលគីភ័យដូរអាកឡោតខ្មៅវាចោលដាក់កឡោតនេះបានយើងដាក់ខ្យល់បានខ្លាំងបាទបានវាយបែកបើយើងដាក់កឡោតស៊ីនវាវាយអត់បែកទេដល់300 psi 500 psi ហ្នឹងវាយអត់បែកអានេះយើងដាក់ដល់បានដល់1500 ទៅ 2000 psi បាទហើយប្រភេទនាឡិកា8លីស្នែបវានេះ8លីហើយអានេះយើងមើលយកឃើញមានជាតិប្រអត់បងប្អូនមានជាតិប្រអត់នេះជាតិប្រអត់ជាតិប្រអត់មានខ្ញុំអត់បានហែកថងវាមាន500 1000 ទៅ 2000 psi នៅការនេះកម្រិតរបស់វាគឺ2000 psi បាទជើង8លីប្រភេទស្នប់នេះស្នប់ខ្ញុំប្រឡើងហើយប្រឡើងឲ្យបងប្អូនមើលគឺប្រឡើងប្រភេទរបៀបហ្នឹងឯងស្នប់បាទគឺយើងឡើងរបៀបហ្នឹងបាទនាឡិកាខ្សែស្នប់ហើយជើងជន់នេះយើងដាក់មកខាងក្រោយដែលយើងជន់បាទហើយនេះយើងមកទុកខ្យល់មិនខ្យល់បាទពេលដែលយើងសពចូលកំពង់ហើយបងប្អូនសពតាមតម្រូវចិត្តបងប្អូនដែលសពហើយបងប្អូនសពហើយកុំដកខ្សែស្នប់ភ្លាមបាទគឺយើងត្រូវតែបធូរនេះបាទបធូរហ្នឹងមកឲ្យអស់ខ្យល់ចេញពីស្នប់ហ្នឹងទៅយើងដកអានេះបានបាទបើយើងអត់បធូរទេយើងដកមកអាចវានឹងខ្ទុះសលៃចេញពីខ្សែវ៉ានេះបាទអានេះខ្ញុំប្រាប់ពីរបៀបសពស្នប់បងប្អូនអាចចេះហើយក៏ចេះទៅអានេះដល់ពេលយើងសពយើងមកបតឹងមកបាទដល់ពេលយើងឈប់សពយើងមកបធូរវាបានយើងដកចេញពីបាវ៉ាបាទស្នប់10 CP ត្រូវការអាចខ្មងបានហើយមកមើលទូអាចរបស់យើងបាទនេះគឺទូអាចរបស់យើងប្រភេទដាក់ខ្យល់បាន2000 psi បាទក្បាលដុំទុកខ្យល់នេះប្រភេទសេរីថ្មីបាទវាទុកខ្យល់បាន2000 psi ហើយកម្លាំងខ្យល់វាខ្លាំងហើយការបិទបើកខ្យល់របស់វាគឺចិត្តល្អមិនងាយលិចមិនងាយជ្រាបទេហើយប្រើធន់បាទប្រភេទនេះបាទដាក់ខ្យល់បាន2000 psi ដុំទុកខ្យល់ CP CP របស់ស៊ីនបាទទុកខ្យល់នេះខ្ញុំដាក់ខ្យល់ប្រហែលជា1000ហើយនាឡិកាវានេះ2000 psi បាទហើយប្រវែងពងវានេះគឺ4ទឹកបាទវាសមនឹងរូបរាងដែលក្បាលទុកខ្យល់វានេះបាទខ្ញុំយកតម្រូវហ្នឹងហើយអានេះប្រភេទកាយអុក2ជាន់បាទប្រភេទកាយអុក2ជាន់តង់ទី1តង់ទី2បាទហើយកន្លែងនេះកន្លែងជើងយើងចាប់នឹងស្វាយបាទហើយនេះក៏ជើងចាប់នឹងស្វាយដែរយើងធ្វើពីមុខក្រោយមួយហើយកណ្ដាលមួយបាទសម្រាប់យើងចាប់ចងដងវាហើយប្រភេទអាមេរបស់វាគឺអត់យ៉ាទេយើងអាមេចឹងមកហើយយើងដាក់ក្រប8លីអានេះប្រភេទ8លីបាទហើយយើងរុញចូលទៅហើយវាមានមេដែលឆក់វានៅចុងនេះវា
20ខ្លាចក្របលិចធ្លាក់អីទេពេលយើងដាក់ក្របទៅយើងកាច់ចូលអញ្ចឹងមកយើងអាមែនមកបាញ់ប្រើបានធម្មតាមកកន្លែងនេះកន្លែងដាក់ស្មែ11លីបាទហើយប្រភេទនេះគឺយើងស៊ីបទៅនឹងចុងរុយរបស់វានេះចុងរុយរបស់វាបាទងាយទេហើយនេះវ៉ាល់ CVP បាទប្រភេទវ៉ាល់ CVP ប្រើស្នាប់ប្រភេទនេះទៅយើងអាចសបបានបាទប្រភេទនេះបើយើងលេង 5.5 ទៀតរឹតតែល្អបាទនេះមិនមែនប្រភេទកាយយាទេណាបាទប្រភេទកាយយាទេណាកាយ2កលៈបាទហើយអាមេត2តង់បាទហើយដុំទុកខ្យល់នេះដុំទុកខ្យល់នេះប្រភេទCVP បាទទុកខ្យល់បាន2000 psi បាទមកឈុតតួនេះចង់បានអាចកំងបានបាទអស់ហើយប្រភេទវ៉ាវនេះវាមាននេះប្រភេទស្នប់មកឈុតរបស់វាមានស្នោសម្រាប់ទុកខ្យល់កុំឲ្យមានជ្រាបទឹកជ្រាបអីចូលហើយវាមានវ៉ាវមានអីមកឈុតចឹងទៅហើយមានរិញមានអីសម្រាប់ដោះអីចឹងបងប្អូនហើយមានប្រេងហើយវាមានសោរបស់វាបាទ